Ok, sau đây bằng bộ nó này chẳng ngày nay dừng to mấy điện tiết ngày nay dừng chạy pi cần lư không ga riệp melody tỏ chẳng dừng trôi từ mơ tưởng ở này dừng buộc pattern mối hay dừng thay phiên máu đã ta melody còn tao mà tiết dừng ô pattern đang tự lại cho máu hay ô về ánhต่อมาទៀតយើងចូលទៅកាន់ channel rec ដើម្បី add ឧបករណ៍ក្នុងការ read melody board ហ្នឹងគឺយើងបូកសញ្ញាចូលទៅកាន់សញ្ញាបូកនេះមកហើយយកពាក្យ nexus មក ចូល nexus ហើយបងប្អូន select យកពាក្យថាសាញហើយចុចលើបេះដូងដោយសារតែខ្ញុំធ្លាប់ដាក់ favorite វាអញ្ចឹងវាស្រួលរកហើយឈ្មោះវាហ្នឹងគឺឈ្មោះថា Big Saw Chord 1 ណាហើយ double click វាមកអូខេវាលឺពេកអញ្ចឹងយើងតម្លាក់វាចូល mixer សិនល្មមអូខេប៉ុណ្ណឹងអូខេតោះអញ្ចឹងយើងចូលទៅដល់កន្លឹះក្នុងការរៀប melody ទាំងអស់គ្នាអញ្ចឹងកន្លឹះក្នុងការរៀប melody ជាជំហានដំបូងយើងត្រូវស្គាល់តុងនៃបទនឹងសិនណាតើបទនឹងគេលេងនៅតុងអីយើងត្រូវស្គាល់ឲ្យហើយបន្តមកទៀតយើងចូលទៅកាន់ FL ដើម្បីឡំ FL ចូលទៅកាន់ piano roll ដើម្បីសេរី setting មកវាអញ្ចឹងយើងចូលទៅកាន់ piano roll យើងនឹងឃើញសញ្ញាបែបនេះហើយសញ្ញារូបតន្ត្រីហើយយើងមកស្ដាប់មកវានឹងឲ្យកន្លែងយើង select scale និងប្រភេទselect តុងនិងប្រភេទនៃតុងហ្នឹងណាវាមាន minor ហើយនេះជាកន្លែង key របស់វានេះប្រភេទរបស់វា minor ឬក៏ major អញ្ចឹងក្នុងបទនេះគេលេងតុង fa yes minor អញ្ចឹងយើង select យក minor ណាហើយដល់ពេល key គឺ fa yes ណាអញ្ចឹង fa yes minor បាទអញ្ចឹងបន្ទាប់ពីយើងកំណត់បែបហ្នឹងហើយយើងក៏លេខមកមើលនៅលើផ្ទាំង piano roll អញ្ចឹងអាក្របខ្មៅនេះអាក្របខ្មៅរបស់យើងនេះវាសិតតែជាក្របភ្លាវទេអាក្របសនេះសិតតែជាក្រប scale នៃតុងហ្នឹងទាំងអស់ណាអញ្ចឹងវាធ្វើឲ្យយើងងាយស្រួលក្នុងការរៀបហើយមួយទៀតអារូបសញ្ញាតន្ត្រីហ្នឹងគឺវាមានអត្ថប្រយោជន៍ទាំងថាបើយើងដោះវាចេញអញ្ចឹងអាក្រប scale ក៏វាឲ្យចុចដែរណាវាឲ្យយើងចុចគ្រប់គ្រាប់ប៉ុន្តែបើសិនជាយើងដាក់សញ្ញាចុចវាឲ្យឡើងពណ៌ខៀវបែបនេះគឺអាក្រប scale គឺក្របភ្លាវគឺវាអត់ឲ្យយើងចុចទេហេវារំលងចោលអញ្ចឹងវាល្អដែរបើនៅលើ Cubase វាមានយូរហើយតែលើ FL វាទៅ update បាន version ចុងក្រោយនេះទេតោះអញ្ចឹងក៏កុំឲ្យខាតពេលយូរយើងចូលទៅរៀប melody របស់យើងទាំងអស់គ្នាអញ្ចឹងខ្ញុំសូមបិទគ្រឿងភ្លេងរបស់ខ្ញុំចោលសិនខ្ញុំបើកតែបទរបស់គេហើយនឹង pattern melody របស់ខ្ញុំទេតោះអញ្ចឹងយើងចូលទៅរៀបជាដំបូងយើងត្រូវ play វាហើយយើងរកកន្លែងណាដែលវាចាប់ផ្ដើមតើវាចាប់ផ្ដើមពីចំណុចណាយើងមើលកាឡាវាទៅបាទម្ដងមកនេះតោះបាទទៅនេះតោះអញ្ចឹងយើងរៀបមកនេះមកគ្រាប់ទៀតយ៉ាអូខេតដល់មួយទៀតទឺរឺ
Đấy. Chạy. Tao biết vậy tới cứ bong phôn sẽ đập lần dần ná cứ lây oi bị trồ khá nè oi bị trồ khá nè cả na dương riệp trồ khá nè tới cứ bị sẽ đập tới cứ bị admin scone admin pleo miền ấy chắc bên đây dương trời rồi tay cả này tha bong phôn riệp tới vì ắt trồ khá nè bạp ní alo cái này dương tha dương riệp khó hả ta sẽ đập mới cái việc si mùi nè background khang khói ấy việc si thì đó chẳng dừng riệp chia diêm riệp chẳng mấy ai về trời riệp một đòn một crop sầm đạp bom ôn là tầm chập đam thay mấy rồi gọi toàn chạy đấy chia diêm du tới cùng đại riệp bàn đấy một đòn một crop đấy từ mấy giờ chạy ốp có ta chẳng như riệp ở chọp đấy cho bây giờ chết các bạn hết đôi bỏ kê mà tại vì dân tao lời chết coi hàng pro trong một đấy okay. Chẳng dương bật bỏ kế hay dương được tìm toàn ngọt thế là lo lại miệng lại nó về pleo về con ấy dương ít đi Việt Nam nằng ta bật bỏ kế sẵn hay bật bỏ dương ok chẳng khơi tha về trời bàn trà đấy chừng lại nhưng lên style tí có mọi mình nhọ về anh biết đã clay ba này
អូខេអញ្ចឹងបន្ទាប់ពីយើងរៀបត្រូវហើយយើងត្រូវការសេរីដៃល្មិចវាបន្តិចសិនដើម្បីកុំឲ្យវារឹងពេកយើងលើកវាឡើងលើហើយយើង select all អញ្ចឹងមកណាយើង select all យើងអាចចុច control A ក៏បានឬក៏ select បែបនេះក៏បានណាបន្តមកទៀតយើងចូលទៅកាន់កូនសោបែបនេះហើយយក LFO បាទអញ្ចឹងវា setting ឲ្យយើងហើយណាឃើញអញ្ចឹងយើងអាចសេរីតាមហ្នឹងណារ៉េងនេះមានតែកម្រិតគម្លាតវាលើក្រោមហើយនេះ volume របស់វាចង់ឡើងខ្ពស់ទាបអីតាមហ្នឹងអញ្ចឹងយកប៉ុណ្ណេះហើយហ្នឹងមកតោះអញ្ចឹងយើងស្ដាប់ទាំងអស់គ្នាអូខេអញ្ចឹងវគ្គរៀប melody របស់យើងគឺបានចប់ហើយយើងចាំជួបគ្នានៅវគ្គបន្ទាប់អូខេបាយបាយ